ចាអរគុណកូនចុះចាថ្នាក់រៀនយើងស្អាតទាំងអស់គ្នាឯណោះអត់មានសម្រាមអត់មានអីនៅក្រោមតុក្នុងថតតុអីទេចាចូលមកវិញអស់គ្រប់គ្នាឬនៅអស់នៅចាទៅណាអស់ទៅចាអញ្ចឹងថ្ងៃនេះយើងតមេរៀនការពីសប្តាហ៍មុនដែលសប្តាហ៍មុនយើងបានរៀនហើយចំណុចលេខ1និងលេខ2ទម្រង់ molecule និងទម្រង់ molecule ធំត្រូវអត់ត្រូវទេរៀនហើយឯណោះឥឡូវអ្នកគ្រូសួរបន្តិចចាហេតុអីបានជាសមាសធាតុទម្រង់ molecule ហ្នឹងវាអត់ចម្លងចរន្តអគ្គិសនីហេតុអីទៅយើងរៀនហើយត្រូវអត់ចាឆ្លើយតិចមកចាចាចាអត់ទាន់ឃើញមានអ្នកឆ្លើយហេតុអីបានជាសមាសធាតុ molecule មិនអាចចម្លងចរន្តអគ្គិសនីបានអ្នកចេះលើកដៃឆ្លើយអត់លើកដៃអ្នកគ្រូហៅឈ្មោះចាហេតុអីទៅបានជាវាអត់ចម្លងចរន្តអគ្គិសនីមកយាយកូនសិស្សមកនេះគ្រូហៅឈ្មោះហើយណាតទុកពេលឲ្យ1នាទីចាចាអញ្ចឹងចូលមកតកណិកាសតិកាចង់ឆ្លើយមែនអត់អីទេខុសក៏បានដែរបើសិនជាយើងស្ម័គ្រចិត្តហេតុអ្វីបានជាសមាសធាតុ molecule មិនអាចចម្លងចរន្តអគ្គិសនីបានយើងបានសិក្សាហើយអំពីសមាសធាតុ molecule ហើយនិង molecule ធំត្រូវអត់ចាអញ្ចឹងយើងរៀនហើយពីលក្ខណៈរបស់វាឥឡូវអ្នកគ្រូសួរថាហេតុអីបានជាគេនិយាយថាវាអត់អាចចម្លងចរន្តអគ្គិសនីបានចាតោះចាអរគុណចូលមកត្រឹមត្រូវអត់គ្នាយើងសមាសធាតុ molecule អត់អាចចម្លងចរន្តអគ្គិសនីបានគាត់ថាអត់មានអេឡិចត្រូនសេរីដែលអាចផ្លាស់ទីត្រឹមត្រូវអត់ចាវាអត់ចម្លងចរន្តអគ្គិសនីដោយសារតែវាអត់មានបន្ទុកអគ្គិសនីទេត្រូវអត់នៅពេលដែលវាមិនមានបន្ទុកអគ្គិសនីដែលផ្លាស់ទីនៅក្នុងនោះទេអញ្ចឹងសមាសធាតុ molecule នោះมันអាចឲ្យចរន្តអគ្គិសនីឆ្លងកាត់វាបានទេអញ្ចឹងអត់ចាអញ្ចឹងថ្ងៃនេះយើងអ្នកគ្រូតចំណុចទី3និងចំណុចទី4ដែលជាចំណុចបញ្ចប់នៃមេរៀនរបស់យើងគឺសិក្សាទៅលើទម្រង់អ៊ីយ៉ុងនិងទម្រង់លោហៈអញ្ចឹងយើងធ្លាប់សិក្សាហើយសមាសធាតុអ៊ីយ៉ុងបង្កឡើងដោយអាតូមអីគេខ្លះដែរចាតោះចាអរគុណត្រឹមត្រូវអត់ចាសតិកាក៏ឆ្លើយបានត្រឹមត្រូវហើយសមាសធាតុអ៊ីយ៉ុងបង្កឡើងដោយអាតូមលោហៈនិងអាតូមអលោហៈអញ្ចឹងចុះបើយើងស្គាល់ពីសមាសធាតុអ៊ីយ៉ុងហើយយើងអាចបកស្រាយពីទម្រង់របស់អ៊ីយ៉ុងបានអត់អ្នកគ្រូមានរូបមួយចង់បង្ហាញគ្នាយើងបងសុំស្គាល់
តិញ៉ាំតិចអត់ជាប់ទេអានេះបានជាប់ជួយយកបញ្ចាក់តិចមកអូខេមួយទៀតចាក់សិនទៀតទៅចូលបានពីទៀតកាន់សិនអូខេចាអរគុណច្រើនចាអញ្ចឹងយើងមើលរូបនេះបង្ហាញពីគេដែរអ្នកគ្រូអត់តន់ប្រាប់ទេតែចង់សួរសិនយើងឃើញថាយើងមានរូបពីរខុសគ្នាត្រូវអត់ឥឡូវយើងមើលផ្នែកខាងលើសិនយើងឃើញថាមានមូហើយមានបន្ទុកដកហើយមូតូចនេះបន្ទុកបោកដកបោកអញ្ចឹងយើងអាចមើលយល់អត់ថារូបនេះគឺអ្នកគ្រូបង្ហាញពីអីគេចាអញ្ចឹងគឺអ្នកគ្រូបង្ហាញអំពីបណ្ដាញក្រាមរបស់អង្គធាតុរឹងនៃសូដ្យូមក្លរ៉ូអញ្ចឹងសូដ្យូមក្លរ៉ូគឺជាសមាសធាតុអ៊ីយ៉ុងចាអញ្ចឹងវាបង្កឡើងដោយអ៊ីយ៉ុងក្លដកនិងអ៊ីយ៉ុងសូដ្យូមបូកអញ្ចឹងវាបង្កើតបានជាការតម្រៀបគ្នាយ៉ាងទៀងទាត់បង្កើតបានជាសម្ព័ន្ធអ៊ីយ៉ុងអញ្ចឹងហើយបានជាគេនិយាយថាសម្ព័ន្ធអ៊ីយ៉ុងគឺមានចំណុចរលាយនិងរំពុះខ្ពស់ហេតុអីទៅបានវាចាំបាច់ត្រូវមានការតើតាមានចំណុចសីតុណ្ហភាពខ្ពស់ទៅវាអាចរលាយឬក៏អាចពុះបានតាមរយៈរូបភាពនេះយើងអាចសន្និដ្ឋានបានអត់យើងឃើញថាវាតម្រៀបគ្នាឆ្លាស់គ្នាយ៉ាងទៀងទាត់នៅពេលដែលអ៊ីយ៉ុងដកបោកឆ្លាស់គ្នាហើយគឺវានៅស្ថិតនៅគៀកគ្នាយ៉ាងនិយាយទៅគឺវាតម្រៀបយ៉ាងមានសណ្ដាប់ធ្នាប់ហើយទៀងទាត់តែម្ដងនៅក្នុងសន្តានជាអង្គធាតុរឹងចាអញ្ចឹងហើយបានជាគេនិយាយថាវាមានចំណុចរលាយនិងរំពុះខ្ពស់ហេតុអីតតែមានសីតុណ្ហភាពខ្ពស់ទៅអាចផ្ដាច់បានអញ្ចឹងតតែសីតុណ្ហភាពខ្ពស់ទៅអាចផ្ដាច់អាការចងសម្ព័ន្ធគ្នាយ៉ាងគៀកណែនរវាងអ៊ីយ៉ុងវិជ្ជមាននិងអ៊ីយ៉ុងអវិជ្ជមាននឹងបានតើណាចាចុះនៅក្នុងសន្តានជាអង្គធាតុរឹងតើយើងគិតថាសមាសធាតុអ៊ីយ៉ុងអាចចម្លងចរន្តអគ្គិសនីបានអត់បានទេតើលើកដៃឆ្លើយតិចមកសមាសធាតុអ៊ីយ៉ុងអាចចម្លងចរន្តអគ្គិសនីបានអត់ក្នុងសន្តានជាអង្គធាតុរឹងនេះគូសញ្ញាហ៎បានឬក៏មិនបានចាបានអត់កូនសិស្សចាតោះអូឈីកាឆ្លើយមុននេះតោះយើងចង់សំណួរក្រោយចាអរគុណហេតុអីទៅអាចឆ្លើយបានអត់បានទេគ្រូហៅគ្នាយើងជួយដោយសារមិញឃើញលើកដៃចាកូនចុះឥឡូវជាវគាត់បានលើកឡើងថានៅក្នុងទម្រង់ជាអង្គធាតុរឹងនេះដែលវាតម្រៀបគ្នាអញ្ចឹងហ្នឹងសមាសធាតុអ៊ីយ៉ុងអាចចម្លងចរន្តអគ្គិសនីបានទេអ្នកគ្រូចង់សួរបន្តថាហេតុអីតោះចាត្រឹមត្រូវតែដៃអបអរសាទរគ្នាយើងមួយអរគុណទៅចុះចាអញ្ចឹងនៅក្នុងសន្តានជាអង្គធាតុរឹងគឺអ៊ីយ៉ុងហ្នឹងគឺវាអត់អាចផ្លាស់ទីបានទេអញ្ចឹងនៅពេលដែលវាអត់អាចផ្លាស់ទីបានចរន្តអគ្គិសនីអត់អាចឆ្លងកាត់វាបានទេហើយអ្នកគ្រូចង់បញ្ជាក់បន្តិចដែរថាក្នុងករណីដែលអ៊ីយ៉ុងអវិជ្ជមាននិងអ៊ីយ៉ុងវិជ្ជមានកាន់តែធំអញ្ចឹងសីតុណ្ហភាពរលាយនិងរំពុះរបស់វាក៏កាន់តែខ្ពស់ដូចគ្នាអញ្ចឹងឧទាហរណ៍ថាសូដ្យូមហើយនឹងក្លនេះគឺវាមានបន្ទុកដក1បូក1ត្រូវអត់ចាអញ្ចឹងឧទាហរណ៍ថាសមាសធាតុអ៊ីយ៉ុងផ្សេងអ្នកគ្រូឥឡូវអ្នកគ្រូឧទាហរណ៍ដូចជាម៉ាញ៉េស្យូមក្លរ៉ូចាអញ្ចឹងម៉ាញ៉េស្យូមមានបន្ទុកមែនចា2បូកចុះក្ល
មួយដកចាពីបកហើយនឹងក្លដកអញ្ចឹងនៅពេលដែលអាតូមលោហៈឬក៏អាតូមអលោហៈដែលមានបន្ទុកកាន់តែធំអញ្ចឹងសីតុណ្ហភាពរលាយនិងរំពុះរបស់វាក៏កាន់តែខ្ពស់ដូចគ្នាដែរអញ្ចឹងគឺវាមានន័យថាវាកាន់តែពិបាកក្នុងការផ្ដាច់សម្ព័ន្ធអ៊ីយ៉ុងហ្នឹងតោះណាចាឥឡូវយើងមើលទៅរូបខាងក្រោមវិញយើងសង្កេតឃើញមានអីគេអ្នកគ្រូមានរូបពីរខុសគ្នាត្រូវអត់អញ្ចឹងរូបទី1បង្ហាញពីអីគេរូបទី1មានមូលចំនួន6បង្ហាញពីអីគេដែរការតម្រៀបរបស់អាតូមអីគេនេះរូបខាងក្រោមចាអញ្ចឹងរូបទី1នេះគឺបង្ហាញអំពីការតម្រៀបរបស់អាតូមលោហៈអញ្ចឹងយើងដឹងហើយថាអាតូមលោហៈគឺតម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់ហើយដល់ពេលរូបនេះគឺចាប់ផ្ដើមមានចុចនៅខាងហើយអានេះលែងទៅជាអាតូមហើយយើងឃើញថាវាមានបន្ទុកវិញត្រូវអត់អញ្ចឹងវាខុសគ្នាអញ្ចឹងអានេះគឺបង្ហាញអំពីការចងសម្ព័ន្ធគ្នានៅក្នុងអាតូមលោហៈមួយអញ្ចឹងនៅក្នុងអាតូមលោហៈគឺវាមានបន្ទុកវិជ្ជមានត្រូវអត់ប៉ុន្តែហេតុអីក៏វាអាចចងសម្ព័ន្ធគ្នាបានដោយសារវាមានអេឡិចត្រូនសេរីត្រូវទេអញ្ចឹងអាអេឡិចត្រូនសេរីរត់ចុះរត់ឡើងនឹងហើយបង្កើតឲ្យអ៊ីយ៉ុងលោហៈហ្នឹងគឺមានជាការចងសម្ព័ន្ធគ្នាបានអញ្ចឹងយើងឃើញថាលោហៈក៏តម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់ដូចគ្នាឥឡូវអ្នកគ្រូដឹងថាពួកយើងអត់ទាន់យល់មេរៀនបានល្អទេតោះតែយើងធ្វើសំណួរពិភាក្សាគ្នាសិនដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នាទើបអាចយល់មេរៀនកាន់តែច្បាស់ត្រូវអត់ចាឥឡូវយើងអត់ចាំបាច់រាប់លេខទេកុំឲ្យខាតពេលវេលាយូរអ្នកគ្រូសុំពីរតុកមួយក្រុមណាមកក្រោយចេះមួយក្រុមតោះណាចាកុំឲ្យខាតពេលដោយសារយើងរាប់លេខអញ្ចឹងយើងអាចពិភាក្សាគ្នាហើយយើងឆ្លើយទាំងពីរសំណួរហើយសម្រាប់ការឡើងឆ្លើយចាំអ្នកគ្រូអ្នកចែកឲ្យថាក្រុមណាឆ្លើយសំណួរទីប្រមាណយើងទៅខាងក្រោយទៅយើងមកចូលរួមនៅខាងមុខដែរមកហ្នឹងហើយដោយសារយើងពីរនាក់ចាយើង4នាក់មួយក្រុមសិស្សបកែអត់ចាំបាច់ចូលជាមួយគេមកយើងពិភាក្សាគ្នាណាអត់ឆ្លើយតែឯងទេណារិនតោះណាឲ្យគ្នាយើងជួយបញ្ចេញមតិយោបល់ផងមកយើងមានតែពីរសំណួរតែនីមួយយើងត្រូវតែមានសមាជិកឡើងសរសេរចម្លើយនិងឡើងបកស្រាយចម្លើយដែលយើងបានសរសេរតោះណាចាអញ្ចឹងនៅពេលដែលយើងគិតហ្នឹងយើងបែងចែកសមាជិកក្រុមមកហើយផងណារិនឲ្យគ្នាយើងជួយបញ្ចេញមតិយោបល់ផងកុំធ្វើតែឯងអញ្ចឹងមិត្តភ័ក្តិអន់ចិត្តឡើយចាពិភាក្សាគ្នាហើយយើងសរសេរចូលกระดาษបដាមកសរសេរលើกระดาษហ្នឹងបានតាអញ្ចឹងអ្នកគ្រូឲ្យ10នាទីណាសម្រាប់ការពិភាក្សាក្រុមនិងសរសេរសំណួរសរសេរចម្លើយអូចា
mưa một mà tranh con sao đi mình chắc ngay chà là cái ca đang ở đấy tục mơ chắc song khác dương lang sơ xe chùm lại lực đặc hiến hai dương khi dương bỏ xài được phần năng để là cái cá ai tục mơ bàn tục mơ sna đai khluồn ai mà dây cầm ní xe tao mà là cái hả châu khné ok chứ mà dương bị phía xa tới khang cáo dương mà vừa mất lực đấy dương nè hó con nè sơ xe hai nè ai cái đang bỏ xài ok rồi háo vậy đó lang sơ xe hay lang bỏ xài tiền pi của ban đấy toàn mơ dập hơi toàn bị phía xa khi phong mạch đăng thác luôn ai ở chắc dương an sần an hay chia dương kịch hai chụp lại đăng si chụp mũi sùm nụ ọt và tọt máu bà sân chị ọt toàn si tế ngó xua bàn ai bật đăng thác dương che rư cùng cha dương toàn mơ sự cầm phía phong thác luôn ai ở che dương rất mà chắc hơi nó xongรับกรมนิมวยโอเคmày ấy hai nữa hai ok chắc để xa dương miên tập pi sum nua té hai dương miên là họ đo pram krom thở ớt lấy này kêu nâng random krom đại chứ nhé đập bay lang sơ xe chùm lời rứa có smart cho tay đó random hả miên ai random mày đã xài internet slow lấy hai do tay đòn tỏ krom ní lang chơi sum nua ti muối nè nè cái của bạn đấy dương rất mà chắc hai vậy đó tỏ krom bạc là han lang chơi sum nua ti pi hai sầm dương này nơi cái lái này của toàn hái dương chăm mơ là vậy đại khi dương sợi hái này khu nâng sủa hai dương vô đây quạt ớt đi coi dương chơi cho chùm lại bạn nè chà mong cái đó dương tứ từ tục bị sao đó dương ở nơi này dương chui mơ từng ác niên á thằng thì dương sợi ban trong trời ọt
ក្រុមនេះអ្នកណាគេអ្នកបកស្រាយមេសាអត់ទេដល់ពេលឡើងបកស្រាយអ្នកណាគេមេសាយើងត្រូវធ្វើការជាក្រុមយើងសហការគ្នាយើងឡើងសរសេរយើងជាអ្នកគិតយើងបកស្រាយអញ្ចឹងយើងបានចូលរួមទាំងអស់គ្នាត្រូវអត់ដល់ពេលគាត់អ្នកសរសេរផងគាត់បកស្រាយផងអញ្ចឹងចេះតែគាត់ហ្នឹងយើងព្យាយាមអានអក្សរមិត្តភក្តិយើងទៅយើងជាមិត្តយល់ចិត្តគ្នាយើងអានយល់ទៅត្រូវអត់នៅក្នុងសង្គមថាយើងមើលយល់ចាអរគុណច្រើនសម្រាប់ក្រុមទី1អ្នកណាគេជាអ្នកឡើងបកស្រាយតោះតែដៃឲ្យមិត្តភក្តិយើងមួយចាយល់ទាំងអស់គ្នាអត់យល់អត់ឆ្ងល់កន្លែងណាលើកដៃសួរឈឺកាច់រងចាំបកស្រាយមានឆ្ងល់អត់ឆ្ងល់អត់អត់ឆ្ងល់មានន័យថាយល់អត់ហាអត់ឆ្លើយយល់ឬក៏មិនយល់យល់ទេអយល់ចឹងឈឺកាច់អាចចូលកន្លែងបានតោះក្រុមទី2យល់អស់ហើយណោះចាំមើលគ្នាយើងបោះស្រាយហើយអ្នកគ្រូមានសំណួរដោយសារអ្នកគ្រូអត់ទាន់យល់ច្បាស់បោះស្រាយសិនតើអ្នកគ្រូចាំសួរមកចេញមកក្រុមទី2ចេះតែអញ្ចឹងឯងតើតែដៃអបអរសាទរមេសាមួយយ៉ាចេញអត់អីមើលกระดาษបានយើងមានចម្លើយត្រូវអត់មួយអត់អីសិតតែមិត្តរួមថ្នាក់យើងតាយើងយល់បែបណាយើងនិយាយបែបហ្នឹងមកជាភាសាមិត្តរួមថ្នាក់ទៅងាយស្រួលគ្នាយើងយល់អត់ចាំបាច់ផ្លូវការពេកទេអស់ហើយឬក៏មានអីចង់បន្ថែមចាមានចម្ងល់អត់តកតងជាមួយនឹងចម្លើយទី2ដែលមេសាគាត់បានបកស្រាយអត់ទេយល់អស់ហើយចាមេសាអរគុណចុះកន្លែងបាន
ចាអញ្ចឹងអ្នកគ្រូសង្កេតឃើញថាគ្នាយើងយល់បានច្រើនតកតងជាមួយមេរៀននេះហើយសមាសធាតុអីយ៉ុងគឺអាចចម្លងចរន្តអគ្គិសនីបានតែពេលវារលាយអញ្ចឹងមិនថាក្រាមអង្គធាតុរឹងនឹងត្រូវបានគេដុតកម្ដៅឲ្យរលាយឬក៏វារលាយនៅក្នុងអង្គធាតុរំលាយទេវាសុទ្ធតែអាចធ្វើឲ្យចម្លងចរន្តអគ្គិសនីបានឧទាហរណ៍ក្រាមសូដ្យូមក្លរ៉ូឬក៏អំបិលសម្លហ្នឹងនៅពេលដែលយើងដាក់វាក្នុងទឹកឲ្យរលាយគឺវាអាចចម្លងចរន្តអគ្គិសនីបានក្នុងករណីដែលក្រាមអ៊ីយ៉ុងផ្សេងទៀតវាជាដុំអង្គធាតុរឹងដែរប៉ុន្តែវាអត់រលាយដោយសារយើងប្របាយចូលក្នុងទឹកឯប៉ុន្តែវារលាយដោយសារយើងប្រើសីតុណ្ហភាពក៏វាមានចម្លងចរន្តអគ្គិសនីបានដូចគ្នាមូលហេតុគឺគ្នាយើងគាត់បានបកស្រាយឲ្យថានៅក្នុងទម្រង់ជាអង្គធាតុរាវគឺវាធ្វើឲ្យមានអ៊ីយ៉ុងហ្នឹងផ្លាស់ទីទៅវិញទៅមកអញ្ចឹងនៅពេលដែលមានអ៊ីយ៉ុងផ្លាស់ទីគឺចរន្តអគ្គិសនីអាចឆ្លងកាត់បានហើយចាតមកទៀតនៅក្នុងសំណួរទី2គាត់ថាអាតូមលោហៈគឺតម្រៀបគ្នាយ៉ាងមានសណ្ដាប់ធ្នាប់អញ្ចឹងមេសាគឺគាត់បានទាញឲ្យពួកយើងមើលរូបអញ្ចឹងអានេះគឺជាការតម្រៀបរបស់អាតូមលោហៈហើយនៅពេលដែលវាចងតម្រៀបគ្នាវាក្នុងការចងសម្ព័ន្ធហ្នឹងគឺយើងសង្កេតឃើញថាវាចងសម្ព័ន្ធដោយអ៊ីយ៉ុងវិជ្ជមានរបស់លោហៈនិងអេឡិចត្រុងសេរីចាអញ្ចឹងកន្លែងនេះមានអីឆ្ងល់អត់តាក់ទងជាមួយនឹងអេឡិចត្រុងសេរីនេះចាអេឡិចត្រុងសេរីហ្នឹងបានមកពីណាទៅអត់ឆ្ងល់អ្នកគ្រូសួរវិញអេឡិចត្រុងសេរីហ្នឹងបានមកពីណាទៅសំទោគាត់និយាយថាអេឡិចត្រុងអវិជ្ជមានអេឡិចត្រុងអវិជ្ជមានបានមកពីណាទៅចឹងបើអ៊ីយ៉ុងវិជ្ជមានគឺអ៊ីយ៉ុងវិជ្ជមានរបស់អាតូមលោហៈនីមួយៗឯចុះអេឡិចត្រុងនេះមកពីណាទៅបកស្រាយបានអត់ចាតោះបើសិនជាលោហៈជាមួយអលោហៈវាអត់ជាសមាសធាតុវាអត់ជាសម្ព័ន្ធលោហៈវាចូលជាសមាសធាតុអ៊ីយ៉ុងកើតមានអេឡិចត្រុងសេរីចាអត់តាន់ត្រឹមត្រូវទេសួតិកាអញ្ចឹងអេឡិចត្រុងសេរីនេះបានមកពីណាចាំបានអត់ពេលដែលអ្នកគ្រូបរៀនក្លសូដ្យូមមានអេឡិចត្រុងចំនួនប្រមាណអេឡិចត្រុងស្រទាប់ក្រៅឥឡូវអេឡិចត្រុងសរុបរបស់សូដ្យូមមានប៉ុន្មាន10ម៉ានចា11អញ្ចឹងយើងដឹងហើយក្នុងការបំពេញស្រទាប់របស់អេឡិចត្រុងអញ្ចឹងស្រទាប់ទី1មានប៉ុន្មានអេឡិចត្រុងចាអញ្ចឹងស្រទាប់ទី1មាន2អេឡិចត្រុងចុះស្រទាប់ទី2ចាមាន8អេឡិចត្រុងចឹង2បូក8ប៉ុន្មានហើយចាអញ្ចឹងនៅសល់ប៉ុន្មានទៀតចានៅសល់1អញ្ចឹងអានៅសល់1ហ្នឹងហើយជាអេឡិចត្រុងសេរីស្រទាប់ក្រៅរបស់លោហៈអញ្ចឹងអេឡិចត្រុងសេរីហ្នឹងហើយអេឡិចត្រុងសេរីមួយហ្នឹងហើយទៅធ្វើឲ្យលោហៈហ្នឹងអាចចងសម្ព័ន្ធគ្នាបានតើណាចាឥឡូវសំណួរមេរៀនរបស់យើងចប់ដំណឹងមានអីឆ្ងល់សួរអ្នកគ្រូបានមានអីឆ្ងល់លើកដៃអត់ឆ្ងល់អ្នកគ្រូសួរទៀតទេណាចាអត់ឆ្ងល់ដោយសារតែកូនសិស្សយល់អស់ហើយត្រូវអត់ចាបើកូនសិស្សយល់អស់ហើយអ្នកគ្រូមានសំណួរចង់សួរវិញអ្នកគ្រូសួរថាតើសមាសធាតុអ៊ីយ៉ុងហ្នឹងបង្កឡើងដោយអ៊ីយ៉ុងអីគេខ្លះនេះសមាសធាតុអ៊ីយ៉ុងដែលយើងឡើងបកស្រាយឡើងសរសេរចម្លើយលើក្តារខៀនហ្នឹងអញ្ចឹងវាបង្កឡើងដោយអ៊ីយ៉ុងអីគេខ្លះទៅអត់ទេអត់ឲ្យជឿកាច់ទេសុំខាងនេះម្ដងតើចាត្រឹមត្រូវនៅត្រឹមត្រូវហើយចាអង្គុយចុះបើខុសពីសូដ្យូមហើយក្លរបង្កើតបានជាសមាសធាតុអ៊ីយ៉ុងអត់ចាអញ្ចឹងសមាសធាតុអ៊ីយ៉ុងឬក៏សម្ព័ន្ធអ៊ីយ៉ុងហ្នឹងបង្កឡើងដោយអ៊ីយ៉ុងវិជ្ជមានរបស់លោហៈនិងអ៊ីយ៉ុងអវិជ្ជមានរបស់អលោហៈចុះអាអ៊ីយ៉ុងវិជ្ជមាននេះគេហៅម្យ៉ាងបានទៀតថាអីគេកាចុងឬអាញុងកាចុងឬអាញុងកាចុងលើកដៃអ្នកថាកាចុងលើកដៃតប្រហែល60% 70%ដាក់ដៃចុះអ្នកថាអាអ៊ីយ៉ុងបន្ទុកបូកនឹងអាញុងលើកដៃអត់មានទេឥឡូវហ្នឹងឯងអ្នកគ្រូសួរថាកាចុងឬអាញុងច្បាស់អត់កាចុងបូកឬដកកាចុងបូកឬដក
ចាចុះបើបន្ទុកដកនេះគេហៅម្យ៉ាងបានទៀតថៃគេចាអាញងចាអញ្ចឹងមិញអ្នកគ្រូគ្នាយើងបានសួរអ្នកគ្រូថាសិលកិច្ចការហ្នឹងឲ្យអ្នកគ្រូវិញអត់អញ្ចឹងអ្នកគ្រូអត់យកវិញទេព្រោះនៅក្នុងហ្នឹងគឺមានកដោចែកជូនពួកយើងអញ្ចឹងຕົកយកទៅធ្វើទៅនៅtrongសិលកិច្ចការរបស់យើងហ្នឹងតើណាត់ចាសម្រាប់ចុះអ្នកគ្រូមានប៉ុណ្ណឹងសម្រាប់ថ្ងៃហ្នឹងរៀងខ្លីបន្តិចដោយសារអ្នកគ្រូចង់ទុកពេលវេលាដើម្បីទៅត្រៀមឧបករណ៍ពិសោធន៍នៅពេលដែលជួងចូលវិញពួកយើងទៅទីពិសោធន៍ទាំងអស់គ្នាណាអញ្ចឹងអ្នកគ្រូឲ្យពួកយើងចេញលេងសម្រាប់ធម្មតាប៉ុន្តែនៅពេលដែលម៉ោងក្រោយយើងអត់នៅរៀននៅថ្នាក់ឯងយើងរៀននៅបន្ទប់ពិសោធន៍តែម្ដងយើងធ្វើពិសោធន៍ហើយយើងរៀននៅនោះហ្មងតើណាត់ចាសម្រាប់ចុះ